នៅពេលដែលសៀមផ្លោងគ្រាប់កំទេចវត្តអារាមនៅស្រុកខ្មែរយើងមិនឃើញមានខាងសមាគមពុទ្ធសាសនាឬមួយក៏បណ្ដាប្រទេសដែលកាន់សាសនាព្រះពុទ្ធចេញមកកោតទោសទៅដល់សៀមទេប៉ុន្តែនៅពេលដែលសៀមបានកំទេចរូបព្រះវិស្ណុនៅប្រទេសខ្មែរយើងក៏ស្រាប់តែឃើញមានខាងឥណ្ឌាមានប្រតិកម្មយ៉ាងខ្លាំងបាទតែនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីភាពខុសគ្នាខ្លាំងនៃឫទ្ធិអំណាចបារមីនៃព្រះនៅក្នុងសាសនាព្រះពុទ្ធនិងសាសនាព្រហ្មញ្ញឬក៏យ៉ាងណាបាទចម្លើយគឺពុកម៉ែបងប្អូនអាចឆ្លើយខ្លួនឯងបានបាទខ្ញុំចង់ឲ្យពុកម៉ែបងប្អូនត្រឡប់ទៅអតីតកាលនៅពេលដែលប្រទេសយើងកាន់សាសនាព្រហ្មញ្ញនិងផ្លាស់ប្ដូរមកជាកាន់សាសនាព្រះពុទ្ធវិញបាទនៅពេលដែលប្រទេសយើងកាន់សាសនាព្រហ្មញ្ញពីមួយឆ្នាំទៅមួយឆ្នាំប្រទេសយើងកាន់តែរីកចម្រើនទៅហើយអភិវឌ្ឍនិងពង្រីកទឹកដីបានធំធេងមែនទែនបាទប៉ុន្តែនៅពេលដែលយើងចាប់ផ្ដើមផ្លាស់ប្ដូរពីសាសនាព្រហ្មញ្ញមកកាន់សាសនាព្រះពុទ្ធវិញទឹកដីរបស់យើងក៏រួមបន្តិចម្ដងបាទសម្រាប់ប្រទេសមួយដែលផ្លាស់ប្ដូរសាសនាទាំងស្រុងបានន័យថាផ្លាស់ប្ដូរទូទាំងប្រទេសតែម្ដងពីសាសនាមួយទៅកាន់សាសនាមួយទៀតគឺជារឿងមួយមិនធម្មតាទេបាទដូចជាប្រទេសចម្ប៉ាក៏ដូចជាប្រទេសឥណ្ឌូនេស៊ីជាដើមបាទដូចយើងដឹងហើយថាសម្រាប់ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសចម្ប៉ាពីមុនគឺជាប្រទេសដែលកាន់សាសនាហិណ្ឌូដូចស្រុកខ្មែរយើងដែរប៉ុន្តែប្រទេសពីរនេះបានផ្លាស់ប្ដូរទៅជាកាន់សាសនាអ៊ីស្លាមចំពោះប្រទេសឥណ្ឌូនេស៊ីក៏មានមួយភាគនៅតែគោរពព្រហ្មញ្ញសាសនាដែរដូចជានៅអស់បាលីជាដើមក្រោយសម័យអង្គរទឹកដីកម្ពុជាយើងក៏រួមតូចទៅហើយឥទ្ធិពលនៃចក្រភពអង្គរក៏បានរលាយម្ដងបន្តិចបាទតើនេះមកពីមូលហេតុដែលយើងផ្លាស់ប្ដូរសាសនាពីព្រហ្មញ្ញសាសនាទៅជាព្រះពុទ្ធសាសនាឬក៏យ៉ាងណាបើសិនជាយើងក្លែងទៅមើលទ្រឹស្ដីអប់រំផ្លូវចិត្តតាក់ទងជាមួយនឹងសាសនាទាំងពីរនេះគឺយើងឃើញពីភាពខុសគ្នាយ៉ាងខ្លាំងបាទសម្រាប់សាសនាព្រះពុទ្ធគេតែងតែនិយាយថាពីរងាប់ដោយការមិនចង់ពីឬមួយក៏គេនិយាយទៀតថាសាងអីបាននឹងនិយាយរួមគឺកម្មពីមានន័យថាបើសិនជាអ្នកនោះសាងអាក្រក់នឹងបានអាក្រក់អ្នកនោះសាងល្អនឹងបានល្អហើយទ្រឹស្ដីទាំងនេះគឺជាទ្រឹស្ដីសន្តិភាពនិយមបានន័យថាបើគេសាងអាក្រក់មកលើយើងពេលខ្លះយើងមិនចាំបាច់ទៅតបតយទេប៉ុន្តែមានអ្នកដទៃនឹងធ្វើអាក្រក់ដាក់ម្នាក់នោះទៀតសម្រាប់អ្នកដែលមានផ្លូវចិត្តទន់ខ្សោយឬអ្នកដែលអស់លទ្ធភាពក្នុងការតស៊ូតបតពួកគេនឹងយកទ្រឹស្ដីនេះមកអនុវត្តហើយរងចាំឲ្យអ្នកដែលប្រព្រឹត្តអំពើអាក្រក់មកលើខ្លួននោះទទួលកម្មពីនៅថ្ងៃណាមួយបាទគឺជាការតទន់ទៅតាមព្រេងវាសនាដល់ឡែកបើសិនជាយើងក៏លេចទៅមើលអតិទេពនានានៅក្នុងព្រហ្មញ្ញសាសនាយើងឃើញថារាល់អតិទេពទាំងនោះភាគច្រើនបំផុតគឺជាអតិទេពនៃសង្គ្រាមបាទមានន័យថាជាព្រះប្រយុទ្ធចឹងហើយបើសិនជានរណាសាងអាក្រក់មកគឺមិនទុកទេត្រូវតែតបតវិញបាទមិនថាព្រះសិវៈព្រះវិស្ណុឬក៏ព្រះព្រហ្មក៏ដូចជាកូនរបស់ព្រះសិវៈជាដើមបាទសុទ្ធតែជាព្រះប្រយុទ្ធបាទជាព្រះនៃសង្គ្រាមហើយព្រះបីអង្គហ្នឹងសុទ្ធតែជាព្រះដែលបង្កើតលោកហើយក៏បំផ្លាញលោកបានន័យថាបង្កើតឲ្យមានជីវិតហើយប៉ុន្តែបើសិនជាអ្នកនឹងធ្វើអំពើអាក្រក់ក៏អាចបំផ្លាញយើងបានដែរបាទចំណុចនេះហើយដែលខុសគ្នាឆ្ងាយពីសាសនាព្រះពុទ្ធបាទយើងក៏អាចចោទជាសំណួរសួរថាចុះប្រទេសចិនឬក៏ប្រទេសជប៉ុនក៏ដូចជាប្រទេសវៀតណាមប្រទេសសៀមប្រទេសភូមាជាដើមដែលពួកគេសុទ្ធតែកាន់សាសនាព្រះពុទ្ធហេតុអ្វីក៏ប្រទេសរបស់ពួកគេរីកចម្រើននិងមានអំណាចបាទយើងអាចសង្កេតទៅលើថាតើសាសនាព្រះពុទ្ធដែលគេកាន់ហ្នឹងដូចយើងឬក៏អត់បាទសម្រាប់ប្រទេសចិនប្រទេសវៀតណាមតៃវ៉ាន់និងជប៉ុនបើទោះបីជាគេគោរពព្រះពុទ្ធសាសនាក៏ដោយប៉ុន្តែព្រះពុទ្ធសាសនាគេនឹងមិនដូចព្រះពុទ្ធសាសនានៅស្រុកយើងទេបាទនិយាយរួមគឺពួកគេគោរពព្រះពុទ្ធសាសនាផងថែម